នេះគឺជាសាច់រឿងខ្មោចទឹកបែបភ័យរន្ធត់ព្រឺព្រួចដែលរៀបរាប់ពីព្រឹត្តិការណ៍នៅភូមិដាច់ស្រយាលក្បែរមាត់ទន្លេរឿងខ្មោចទឹកតាមពិតទៅវិញ្ញាណដែលលងបន្លាចនៅមាត់ទន្លេនោះគឺជាវិញ្ញាណស្ត្រីម្នាក់ឈ្មោះមេលាកាលពី50ឆ្នាំមុនមេលាត្រូវបានគេចោទប្រកាន់ទាំងអយុត្តិធម៌ថាជាស្ត្រីក្បត់ចិត្តហើយត្រូវបានអ្នកភូមិមួយចំនួនដែលយល់ច្រឡំចាប់ចងដុំថ្មទម្លាក់ទឹកសម្លាប់ទាំងរស់មុនពេលដង្ហើមចុងក្រោយត្រូវបានលេបត្របាក់ដោយទឹកទន្លេនាងបានសម្លឹងទៅលើមេឃទាំងកែវភ្នែកក្រហមច្រាលនិងចងគំនុំថានាងនឹងមិនទៅណាឡើយហើយនឹងអូសអ្នកភូមិនេះម្នាក់ម្ដងនៅបាតទន្លេជាមួយនាងមុនពេលដែលភក្តីបាត់ខ្លួននៅក្នុងភូមិមានសញ្ញាចម្លែកកើតឡើងសត្វឆ្កែនៅក្នុងភូមិនឹងលូមិនឈប់ទេមួយសប្តាហ៍ទៅមួយសប្តាហ៍ជាពិសេសនៅពេលយប់ជ្រៅអ្នកភូមិខ្លះបានឃើញស្រមោលខ្មៅធំវាឡើងពីមាត់ទឹកចូលមកក្នុងភូមិរួចក៏បាត់ទៅវិញដោយបន្សល់ទុកតែស្នាមទឹកនិងក្លិនឆ្អាបត្រីខ្លាំងប៊ុនណានិងមិត្តភ័ក្តិមិនបានចាប់អារម្មណ៍នឹងរឿងនេះទេរហូតដល់យប់ដែលពួកគេទៅស្ទូចត្រីខណៈពេលដែលភក្តីត្រូវបានអូសចូលទៅក្នុងទឹកប៊ុនណាបានលោតចុះទៅតាមជួយនៅក្រោមទឹកនោះដែលត្រជាក់ដូចទឹកកកប៊ុនណាបានបើកភ្នែកមើលទាំងត្រដាបត្រដួសរូបភាពដែលឃើញគឺគួរឲ្យរន្ធត់បំផុតភក្តីកំពុងត្រូវបានហុំព័ទ្ធដោយសក់ខ្មៅវែងអន្លាយហាក់ដូចជាមានជីវិតសក់ទាំងនោះរុំរឹតកនិងខ្លួនប្រាណភក្តីហើយនៅពីមុខនោះគឺផ្ទៃមុខស្ត្រីម្នាក់ដែលគ្មានសាច់កែវភ្នែកប្រហោងធ្លុះសម្លឹងមកប៊ុនណាទាំងកំហឹងប៊ុនណាភ័យពេកក៏ហែលឡើងមកលើវិញដើម្បីដកដង្ហើមប៉ុន្តែងើបមកភក្តីក៏បាត់ដានឈឹងទៅហើយបន្ទាប់ពីភក្តីបាត់ខ្លួនប៊ុនណាមិនអាចដេកលក់ឡើយរាល់យប់គេតែងតែឮសូរសម្រែកទឹកជប់នៅក្រោមជណ្ដើរផ្ទះយប់មួយប៊ុនណាសម្រេចចិត្តអើតមើលតាមប្រហោងក្តារក៏ឃើញដៃស្លេកស្លាំងមួយដែលមានក្រចកវែងកំពុងខ្វះក្តារផ្ទះគេសំឡេងខ្សឹបខ្សៀវបន្លឺឡើងថាយកមិត្តឯងសងយើងវិញបើមិនដូច្នេះទេឯងជាអ្នកបន្ទាប់ប៊ុនណាដឹងថាវិញ្ញាណនោះមិនមែនចង់បានតែភក្តីទេគឺចង់បានជីវិតមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធលោកគ្រូមន្តអាគមតាអ៊ុតបានប្រាប់ប៊ុនណាថាមានតែវិធីមួយគត់ត្រូវចុះទៅស្រង់ដុំថ្មដែលចងជាប់នឹងសាកសពមាលាកាលពីមុនមកវិញដើម្បីដោះលែងវិញ្ញាណនាងប៊ុនណាត្រូវបង្ខំចិត្តធ្វើជានុយអង្គុយលើទូកកណ្ដាលទន្លេពេលអាធ្រាត្រខណៈលោកគ្រូសូត្រមន្តការពារស្រាប់តែទន្លេប្រែជាខ្មៅងងឹតរលកបោកបក់ទូកស្ទើរតែក្រឡាប់មេលាបង្ហាញខ្លួនឡើងលើកដៃមករកប៊ុនណាប៉ុន្តែត្រូវបានលោកគ្រូជះទឹកមុនដាក់ធ្វើឲ្យនាងក្តៅក្រហល់ក្រហាយពាសពេញទន្លេបន្ទាប់មកពិធីបន់ស្រន់ឆ្អឹងនិងដុំថ្មនោះមកធ្វើបុណ្យតាមប្រពៃណីភាពស្ងប់ស្ងាត់ក៏បានត្រឡប់មកភូមិវិញសាកសពភក្តីត្រូវបានរកឃើញនៅមាត់ទន្លេក្នុងស្ថានភាពដូចគេដាក់តម្កល់ទុកទោះបីជាវិញ្ញាណមេលាទៅចាប់ជាតិក៏ដោយប៉ុន្តែអ្នកភូមិតែងតែនិយាយតគ្នាថានៅពេលយប់ដែលមានព្រះច័ន្ទពេញវង្សបើគេសម្លឹងទៅក្នុងទឹកទន្លេយូរគេនឹងនៅតែឃើញស្រមោលសក់វែងអណ្ដែតត្រាតត្រង់កណ្ដាលទន្លេដដែលរឿងបែបខ្លីនេះក៏ត្រូវបានបញ្ចប់មុននឹងបញ្ចប់សូមបងប្អូនជួយ Subscribe ជួយ Like ជួយ Comment ពាក្យពេចន៍ល្អឬបងប្អូនដែលមានសាច់រឿងថ្មីសូមជួយ Comment នៅក្រោមវីដេអូនេះខាងបងប្អូននឹងជួយដកស្រង់ជូនបងប្អូនដើម្បីស្ដាប់កម្សាន្តសូមអរគុណ